តបងប្អូនយើងមើលពីរបៀបក្នុងការសរសេរឈ្មោះជាភាសាឡាតាំងយើងសរសេរឈ្មោះសារឡាតាំងហើយយើងត្រូវចេះស្រៈអស់នេះបាទនេះគឺស្រៈ A គឺយើងសរសេរដល់អក្សរ A បងប្អូនណាបាទស្រៈ A គឺអក្សរ E ស្រៈ A គឺមាន2មានកុសៈនិងអកុសៈបងប្អូនមើលចឹងណាខាងលើអកុសៈខាងក្រោមកុសៈអញ្ចឹងស្រៈ A ដូចគ្នាប៉ុន្តែគេប្រើសម្រាប់មួយសម្រាប់ព្យញ្ជនៈដែលមានសំឡេងកុសៈបាទទៅទៀតអកុសៈណាបងប្អូនលើកប្រើទៅហើយនេះមានដូចគ្នាបាទហើយស្រៈ A នេះមាន2បែប CEY ក៏បានហើយនិង EI ក៏បានហើយអានេះគឺសម្រាប់ពួកកុសៈណានេះឃើញទេនេះស្រៈ E បាទ OE ឬក៏ OE ដូចគ្នាអានេះស្រៈ E គឺ CEO សំដៅ EU ហើយនឹង EU ដូចគ្នានេះស្រៈ E ដល់ពេលស្រៈ O គឺស្មើនឹងសេតអក្សរ O ហើយនឹង U បាទគឺមាន2បាទគឺទៅប្រើស្រៈ O អកុសៈគឺមាន2 A ហើយនឹង U ហើយឬក៏ O ហើយកុសៈគឺមានតែមួយគឺ OU បាទឥឡូវយើងមើលស្រៈ U UO UOR បាទស្រៈ E មាន2ដែរគឺ AOE ស្មើនឹងស្រៈ E ឬក៏ ER ខ្ញុំបញ្ជាក់ច្រើនតថានេះគេប្រើសម្រាប់អក្សរសាស្ត្រនិងវិញ្ញាណថាពួក O ពួកសំឡេង O ពួកសំឡេង O អញ្ចឹងណាគេប្រើពាក្យតែឯងតទៅទៀតគឺអានេះគឺស្រៈ E គឺ EA ហើយឬក៏ IE ដល់ពេលស្រៈ A គឺអក្សរ E EI ក៏បានស្រៈ I គឺ EO ឬក៏ AE ស្រៈ I AI ឬក៏ EY ស្រៈ O គឺសេដោយ O ក៏បាន OR ក៏បានស្រៈ OW ស្រៈ OW គឺ AO អោបាទអោ AUR ស្រៈ OM គឺ OM UM ស្រៈ OM គឺ AM ឬក៏ OAM ស្រៈ AM AM ឬក៏ OAM ចឹងដូចគ្នាស្រៈ OM ស្រៈ AM ក្នុងភាសាអង់គ្លេសដូចគ្នាក្នុងអក្សរឡាតាំងស្រៈ A គឺយើងស្រៈ A គឺ AS ឬក៏ EAH ស្រៈ O គឺ OS ឬក៏ OUS ស្រៈ O គឺ EA ឬក៏ ES ស្រៈ S នេះស្រៈ O គឺ AH ឬក៏ O ឬក៏ OUS ចឹងគេប្រើបានតាមទិដ្ឋភាពជាក់ស្ដែងតាមសំឡេងពួក O ពួក O ចឹងណាឥឡូវយើងមើលព្យញ្ជនៈវិញម្ដងព្យញ្ជនៈអញ្ចឹងនេះសំខាន់ណាស់បងប្អូននេះយើងយកទៅប្រកបសេសម្រាប់ឈ្មោះអីជាមួយនឹងស្រៈនេះបាទហើយយើងចូលដល់ព្យញ្ជនៈម្ដងព្យញ្ជនៈគឺមានពួកអត់មានទេណាអត់មានពួក O ពួក O ទេអញ្ចឹងយើងមើលអក្សរកគឺស្មើនឹងអក្សរ K ខ KH គោអក្សរ K ដូចគ្នានឹងអក្សរកដែរអក្សរខ KH អក្សរង NG អក្សរច CH អក្សរឆ CHH អក្សរជ CH អក្សរឈ CHH អក្សរញ NH អក្សរដ D ថ TH ដូអក្សរ D ធួ TH ណ N ត T ថ TH តូ T ថូ TH ណូគឺ N ប B ផ PH ព P ផ PH ម៉ M យោ Y រ O ឡូ L វ V ស S ហ H ឡ L R A ឬក៏ OR បាទនេះគឺជាព្យញ្ជនៈដែលយើងយកមកបន្សំជាមួយនឹង
ស្រៈទៅយើងអាចសរសេរឈ្មោះរបស់យើងជាភាសាអង់គ្លេសឬក៏ភាសាឡាតាំងណានៅក្នុងគេប្រើនៅក្នុង Organal ឬក៏នៅក្នុងបទសញ្ញាបត្របាទឬក៏យើងប្រើប្រាស់ផ្សេងៗបងប្អូនគួរតែចេះមកអញ្ចឹងបងប្អូនអាចកត់តារាងទៅហើយនឹងព្យញ្ជនៈទៅហើយយើងយកទៅសរសេរឈ្មោះបានហើយណាបាទអរគុណបងប្អូនសម្រាប់ការទស្សនាព័ត៌មានខុសឆ្គងអីគឺសូមកាន់តែពេលតោះបើសិនជាចូលចិត្តអាច follow page ហើយនិង subscribe channel របស់បងបាទសូមអរគុណ